តាលោកអ្នកដឹងទេការនិយាយឲ្យគេចង់ស្ដាប់គឺជាសិល្បៈនិងជំនាញដ៏សំខាន់មួយខ្ញុំសូមចែករំលែកវិធីសាស្ត្រជាក់ស្ដែងមួយចំនួនការរៀបចំមុននិយាយដឹងពីគោលបំណងតើអ្នកចង់បញ្ជាក់បញ្ចុះឬការពេញចិត្តស្វែងយល់ពីទស្សនិកជនតើពួកគេជានរណាតើពួកគេចាប់អារម្មណ៍លើអ្វីរៀបចំខ្លឹមសារសំខាន់មិនត្រូវច្របល់ឬរៀបចំយ៉ាងហោចណាស់3-5ចំណុចសំខាន់បច្ចេកទេសនៅពេលនិយាយផ្ដើមដោយការតាក់ទាញប្រើសំណួរគួរឲ្យចាប់អារម្មណ៍ចែករំលែករឿងដ៏គួរឲ្យចាប់អារម្មណ៍លើកយកបញ្ហាដែលទស្សនិកជនពាក់ព័ន្ធនិយាយឲ្យច្បាស់លាស់ប្រើភាសាងាយស្រួលយល់ពាក្យងាយមិនត្រូវប្រើពាក្យពិបាកពេករៀបរាប់តាមលំដាប់ឡើងយ៉ាងច្បាស់បង្កើតទំនាក់ទំនងភ្លើភ្នែកមើលទៅអ្នកស្ដាប់ញឹមជាញឹកញាប់បង្ហាញទឹកមុខរស់រវើកប្រើប្រាស់ភាសារាងកាយទឹកមុខរស់រវើកតែជួយបកស្រាយឈរត្រង់ឬអង្គុយត្រង់បង្ហាញពីទឹកចិត្តរបស់អ្នកធ្វើឲ្យខ្លឹមសារគួរឲ្យចាប់អារម្មណ៍ប្រើរឿងឧទាហរណ៍និងការប្រៀបធៀបដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃប្រារព្ធទស្សនិកជនដោយការសួរសំណួរប្រើភាពពិតនិងលេខស្ថិតដើម្បីពង្រឹងការអាហារការគ្រប់គ្រងសំឡេងបដូរប្រៀបសំឡេងកុំនិយាយស្មើបន្ធូរបន្ថយល្បឿននៅពេលចាំបាច់ប្រើភាពស្ងៀមស្ងាត់ដើម្បីបង្កើនភាពតានតឹងការបញ្ចប់ដ៏រឹងមាំសង្ខេបខ្លឹមសារសំខាន់ទុកឲ្យអ្នកស្ដាប់មានការគិតបញ្ចប់ដោយសារដ៏ខ្លាំងក្លាឬការអំពាវនាវឲ្យធ្វើតាមគន្លឹះបន្ថែមជឿលើអ្វីដែលអ្នកនិយាយភាពពិតគឺមានឥទ្ធិពលខ្លាំងណាស់អនុវត្តធ្វើឲ្យកាន់តែពេញលេញស្ដាប់ឲ្យបានច្រើនការស្ដាប់គឺជាផ្នែកមួយនៃការនិយាយដ៏ល្អតាមពិតទៅភាពពិតនិងការយកចិត្តទុកដាក់ចំពោះអ្នកស្ដាប់គឺជាកត្តាសំខាន់បំផុតនៅពេលអ្នកពិតជាគិតពីអ្នកស្ដាប់និងចង់ចែករំលែកអ្វីមួយដែលមានតម្លៃអ្នកស្ដាប់ក៏នឹងមានអារម្មណ៍ដូច្នោះដែរ